បើសិនបើយើងដាក់ដៃនៅលើសំបុកឃ្មុំណានោះឃ្មុំនឹងបញ្ចេញអរម៉ូនខឹងម្យ៉ាងហើយនឹងអាចវាយប្រហារមកកាន់យើងហើយចោះហេតុអ្វីបានជាមនុស្សមួយចំនួនដាក់ដៃនៅលើសំបុកឃ្មុំឬមួយក៏កាន់ឃ្មុំហើយវានៅតែមិនមានបញ្ហាដោយមិនមានឃ្មុំណាមួយវាយប្រហារទៅកាន់ពួកគេហើយគ្មានឧបករណ៍ការពារអ្វីទាំងអស់ហើយហេតុអ្វីបានជារឿងនេះអាចកើតឡើងនៅពេលដែលឃ្មុំមានអារម្មណ៍ថាមិនគ្មានសុវត្ថិភាពនោះក្រពេញដែលនៅជិតទ្រនុងរបស់ពួកវានឹងបញ្ចេញសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា isoamic acetate សម្រាប់ណាសារធាតុគីមីមួយនេះរាលដាលនៅក្នុងខ្លួនរបស់ឃ្មុំនោះវានឹងបញ្ចេញការវាយប្រហារនិងត្រៀមខ្លួនវាយប្រហារជាមួយនឹងអ្នកដែលយាយីសម្បុករបស់វាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលចិញ្ចឹមឃ្មុំឬមួយក៏អ្នកដែលយកឃ្មុំមួយចំនួនពួកគេតែងតែប្រើផ្សែងដើម្បីកុំឲ្យសារធាតុគីមីមួយនោះរាលដាលនៅក្នុងខ្លួនរបស់ឃ្មុំដែលធ្វើឲ្យឃ្មុំខឹងដោយសារតែបញ្ហាមួយនេះហើយបានឃ្មុំមិនអាចវាយប្រហារទៅកាន់ពួកគេបានបោះកាយអានេះមកមើល Super Dara Model លំដាប់ពិភពលោកទាំង3នាក់មកដើរទន្ទឹមគ្នាមានទាំងអានូកាយជីជីហើយម្នាក់ទៀតដូចមានឈ្មោះ Victoria ខ្ញុំអត់សូវចាំច្បាស់ដែរអូអ្នកទាំងអស់គ្នាសំខាន់ខ្ញុំឆ្លាញ់ការដើររបស់អានូកាយខ្លាំងជាងគេហើយឡើងនេះនៅពេលដែលគេដើរទន្ទឹមគ្នាអ្នកទាំងអស់គ្នាចូលចិត្តមួយណាសម្រាប់ខ្ញុំចូលចិត្តម្នាក់នៅកណ្ដាលខ្លាំងជាងគេនិយាយរួមទៅការដើររបស់គេទាំង3នាក់នឹងគឺថាមើលទៅឡើង powerful តែម្ដងហើយអ្នកទាំង3នាក់នេះគឺសិតតែ super model តែម្ដងណាហើយខ្ញុំចូលចិត្តអានូកាយជាងគេក្នុងអ្នកដើរ model កាយលុកមើលអូមើលរៀងគាត់ឡើងច្រឡឹងស្អាតហ្មងណា DNA របស់មនុស្សនិង DNA របស់សត្វដែលមានភាពស្រដៀងគ្នាខ្លាំងទៅនឹងមនុស្សដែលនៅក្នុងនោះសត្វឆ្កែគឺវាមាន DNA ស្រដៀងទៅនឹងមនុស្សរហូតដល់ 89% ចំណែកឯសត្វកណ្ដុរគឺមាន DNA ស្រដៀងទៅនឹងមនុស្ស 85% ចំណែកឯសត្វ Gorilla វិញគឺមាន DNA ស្រដៀងមនុស្សខ្លាំងមែនទែនរហូតដល់ 98% ឯណាចំណែកឯសត្វជ្រូកវិញក៏មានដែរគឺវាមាន DNA ស្រដៀងទៅនឹងមនុស្សចំនួន 84% ហើយចាស់អ្នកទាំងអស់គ្នាគិតថាសត្វអីដែលមាន DNA ស្រដៀងមនុស្សខ្លាំងជាងគេហើយវានៅមានសត្វជាច្រើនទៀតដែលមាន DNA ស្រដៀងទៅនឹងមនុស្សអ្នកគ្នាមានឆ្ងល់ថាអ្វីទៅដែលប៉ោងនៅក្នុងទ្រូងរបស់ពួកគេអ្នកគ្នាគិតថាវាគឺជាសាច់ដោះនៅក្នុងទ្រូងរបស់ពួកគេមែនហើយវាមើលទៅដូចជាឧបករណ៍សម្ងាត់ម្យ៉ាងដែលនៅក្នុងទ្រូងរបស់ពួកគេប៉ុន្តែតាមពិតនេះគឺជាឧបករណ៍ម្យ៉ាងដែលជួយបង្កើនល្បឿនបេះដូងដែលឧបករណ៍មួយនេះគឺវាធ្វើការភ្ជាប់តទៅនឹងបេះដូងតែម្ដងពេលដែលបេះដូងមានអាការៈលោតយឺតពេកគឺវានឹងបញ្ជូនសញ្ញាឲ្យទៅម្ចាស់រាងកាយហើយរក្សាជីវិតរបស់ពួកគេហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺឧបករណ៍មួយនេះគឺវាអាចដំណើរការរហូតដល់15ឆ្នាំហើយគ្មានការសាកថ្មឬមានការវះកាត់ដើម្បីយកមកបដូរអ្វីឡើយអញ្ចឹងនៅពេលដែលយើងមានបេះដូងដ៏ល្អហើយយើងគួរតែរក្សាវាឲ្យបានល្អដែលកុំហូបអាហារដែលប៉ះពាល់ដល់បេះដូងនិងហូបអាហារដែលល្អដល់បេះដូងaccount YouTube មួយនេះគឺថាចម្លែកខ្លាំងមែនតើដែលគេផុសតាំងពី13ឆ្នាំមុនណាក៏ប៉ុន្តែ view 31ទេហើយអ្នក like វិញគឺថាឡើង 4.4 លាក់តែម្ដងហើយវាមិនដែលសារតែគេ boost ដោយសារអីទេណាអ្នកនរគ្នាដែលសារតែនៅក្នុង comment នោះក៏គេ comment ដែរថាហេតុអីបានជាវាអាចកើតទៅជាអញ្ចឹងរបៀបថាគេឆ្ងល់ឡើងគ្រប់គ្នា like កើតអីបានវាអញ្ចឹងចំណែកឯអ្នក comment វិញគឺឡើង 334,000 អ្នកជាងហើយខ្ញុំអូមើលរួចហើយអ្នកនរគ្នា comment ទាំងអស់ហ្នឹងគឺមិនជា AI ទេសត្វតែជាមនុស្សហើយនៅក្នុងវីដេអូហ្នឹងគេនិយាយអំពីបញ្ហាហេតុអីបានជា YouTube វាកាំង view នៅត្រឹម301អូអ្នកនរគ្នាខ្ញុំឡើង shock out ហ្មងណា Okay, that seems simple enough, but it doesn't explain